ជំរាបសួរសួស្តីបងប្អូនថ្នាក់ទី9và យើងជួបគ្នានៅក្នុងការដោះស្រាយលំហាត់មួយទៀតហើយគឺក្នុងនេះបាទលោកគ្រូមានលំហាត់ទី3គឺគេមានម៉ូទ័រអគ្គិសនីមួយត្រូវបានផ្គត់ផ្គង់ដោយតង់ស្យុង V ស្មើ6 V ឆ្លងកាត់ដោយចរន្តអគ្គិសនី I ស្មើនឹង100 មីលីអាំពែបាទ100 មីលីអាំពែអញ្ចឹងសំណួរកគឺយើងគណនាអានុភាពអគ្គិសនី C ដោយម៉ូទ័របើសិនជាម៉ូទ័រនេះផ្គត់ផ្គង់តង់ស្យុង6 V ហើយឆ្លងកាត់ដោយចរន្ត100 មីលីអាំពែគេឲ្យយើងគណនាអានុភាព C ដោយម៉ូទ័រខគេឲ្យយើងគណនាថាមពលអគ្គិសនីបើសិនជាគេប្រើម៉ូទ័រនេះប្រើប្រាស់ក្នុងរយៈពេល10នាទី10 mN 10នាទីអញ្ចឹងក៏មកខាត់ពេលយូរយើងចូលទៅក្នុងការដោះស្រាយលំហាត់ដំណោះស្រាយបើខ្ញុំរកចំណុចកមុនអ្វីដែលយើងត្រូវគិតគឺយើងត្រូវស្រង់បំរាប់របស់យើងស្រង់បំរាប់V ស្មើ6 V I ស្មើនឹង100 មីលីអាំពែយើងមិនអាចថាម៉ែត្រអាំពែទេនេះគឺជាតម្លៃអនុភូគុណនៃຂະຫນាត m តូចនេះគឺជាមីលីជាតម្លៃមីលីដែលតម្លៃវាស្មើនឹង10ស្វេគុណដក3អញ្ចឹងបើខ្ញុំដាក់គណនាអានុភាពអគ្គិសនី C ដោយម៉ូទ័រ C ដោយម៉ូទ័រសំទោសអត់ដាក់សញ្ញាខណ្ឌនេះណាបាទអត់អីទេដោយម៉ូទ័រអញ្ចឹងយើងតាមរូបមន្តរបស់យើងគឺ P ស្មើ V គុណ I ក្នុងករណីយើងមាន V 6 V I ស្មើ100 មីលីអាំពែបើសិនមាន air យើងប្រើតាម P ស្មើ air I ការ៉េបើសិនជាមានថាមពលមានមានរយៈពេលយើងប្រើតាម P ស្មើនឹង លើ T អញ្ចឹងទៅណាអញ្ចឹងដោយសារយើងមាន V យើងមាន I អញ្ចឹងកន្លែងនេះយើងប្រើ P ស្មើ V គុណ I ហើយយើងស្រង់បំរាប់មក V 6 V I ស្មើ100 មីលីអាំពែយើងត្រូវបំបែកຂະຫນាតពីមីលីអាំពែទៅជាអាំពែអញ្ចឹង100ទុក100សិនមីលី10ស្វេគុណដក3អញ្ចឹង10ស្វេគុណដក3គុណនឹង10សំទោសគុណនឹង100យើងទូទាត់ទៅគឺសល់10ស្វេគុណដក1អញ្ចឹងបាន 0.1 អាំពែយើងសរសេរទៅជា 0.1 អាំពែយើងមើលនៅក្នុងការបំបែកຂະຫນាតរបស់លោកគ្រូបំបែកនៅក្នុងវីដេអូមុនណាបាទអញ្ចឹងនៅពេលដែលយើងស្រង់បំរាប់បានប៉ុណ្នេះហើយយើងជំនួសចូលក្នុងរង្វង់មុនរបស់យើងជំនួសក្នុង V ដាក់6មក I នេះវា 0.1 ដោយសារនៅក្នុងប្រព័ន្ធអន្តរជាតិបាទសំទោសនៅក្នុងຂະຫນាតប្រព័ន្ធអន្តរជាតិ SI អង្គតង់ស៊ីតេចរន្ត I នេះគេគិតជាអាំពែយើងអាចជំនួសមីលីអាំពែចូលបានទេយើងធ្វើបំបែកទៅជាអាំពែសិនអញ្ចឹងនៅពេលដែលយើងជំនួសទៅយើងបាន6គុណ 0.1 អញ្ចឹងបាន 0.6 វ៉ាត់អញ្ចឹងយើងឃើញថាអានុភាពដែល C ដោយបាទដែល C ដោយម៉ូទ័រនេះបាទគឺតម្លៃ 0.6 វ៉ាត់អូខេដល់មកទៀតយើងរកចំណុចខម្ដងគឺគេឲ្យយើងគណនាថាមពលអគ្គិសនីប្រើប្រាស់ក្នុងរយៈពេល10នាទី10 mN m បាទមិនមែនមីលីទេគឺ mN នេះមកពាក្យថាមីនិតណាមីនិត10នាទីអញ្ចឹងដំបូងយើងត្រូវធ្វើមកយើងត្រូវបំបែករយៈពេលទៅជាវិនាទីអញ្ចឹងដោយយើងដឹងហើយ1នាទីគឺស្មើ60វិនាទីអញ្ចឹងបើសិនជាយើងមាន10នាទីគឺស្មើនឹង600វិនាទីអូខេអញ្ចឹងយើងប្រើរូបមន្តថាមពលស្មើ V I T ក៏បានយើងប្រើតាម ស្មើនឹង P គុណ T គុណនឹង P ក៏បានដែរតែខ្ញុំប្រើ V សំទោសខ្ញុំប្រើ ស្មើ V I T អូខេអញ្ចឹងបំរាប់ V 6 V I 100 មីលីអាំពែបំបែកទៅបាន 0.1 អាំពែT 10នាទីវាស្មើនឹង10គុណ60វិនាទីអញ្ចឹងស្មើនឹង600វិនាទីតម្លៃទាំងអស់នេះ6 V 6 0.1 ហើយនឹង600ជំនួសចូលក្នុងប្រព័ន្ធនេះមកយើងបានគេបាន6គុណ 0.1 គុណ600បាន360ស៊ូលដោយសារថាមពលរបស់យើងគិតជាស៊ូលណាអញ្ចឹងយើងប្រើគិតជាស៊ូលអញ្ចឹងយើងឆ្លើយមកដូចនេះថាមពលអគ្គិសនីដែលម៉ូទ័រសំទោសបាទដែលអំពូល C ក្នុងរយៈពេលបាទតាមពិត P
កន្លែងនេះគឺថាមពលអគ្គិសនីដែល motor C ណាសំទោសខ្ញុំ copy អត់បានបដូរ C ក្នុងរយៈពេល10នាទីគឺ360 Joule ណាអញ្ចឹងសូមអធិស្ឋានបងប្អូនមិនមែនអំពូល C ទេគឺ motor C ក្នុងរយៈពេល10នាទីគឺតម្លៃ360 Joule បាទអញ្ចឹងនេះគឺជាការគណនាលំហាត់ងាយៗក្នុងការសិក្សារូបវិទ្យាអរគុណបងប្អូនដែលបានតាមដានដល់ចប់ហើយសូមអធិស្ឋានរកកំហុសឆ្គងសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់បងប្អូននៅក្នុងការសិក្សារូបវិទ្យាថ្នាក់ទី9អញ្ចឹងសូម